អ្នកធ្វើការម្នាក់ហើយនាងខ្ញុំពិបាកក្នុងជីវភាពដោយសារប្រាក់ខែយើងតិចហើយយើងសន្សំលុយបានតិចតួចហើយពិបាកក្នុងការបង់សាលាកូនហើយនឹងដោះស្រាយបំណុលប៉ុន្តែបានពីការធ្វើការនេះផងដែរខ្ញុំទទួលបានប្រាក់កម្រៃបន្តិចតួចនោះខ្ញុំបានសន្សំលុយខ្លះហើយខ្ញុំក៏មានអារម្មណ៍ចង់បើកអាជីវកម្មតែខ្ញុំបានជួបអ្នកគ្រូស៊ីណាដែលគាត់ធ្វើការនៅក្នុងអង្គការ Mentor ហើយគាត់ណែនាំខ្ញុំឲ្យបានរៀនថ្នាក់អាជីវកម្មហើយពេលនោះខ្ញុំមានទំនុកចិត្តហើយអ្នកគ្រូបានណែនាំថាអ្វីដែលជាគោលបំណងរបស់បងក្នុងការបើកអាជីវកម្មបងអាចធ្វើវាបានដោយរៀននិងសិក្សាជាមួយនឹងអង្គការបន្ទាប់មកខ្ញុំបានជួបនៅអ្នកគ្រូស៊ីណាហើយពួកយើងបានចាប់ផ្ដើមនៅអាជីវកម្មតូចមួយនៅហើយប្តីរបស់ខ្ញុំគាត់ក៏មានអាជីវកម្មមួយដែរអញ្ចឹងពួកយើងពីរនាក់មានអាជីវកម្មដូចគ្នាអញ្ចឹងទាំងអស់នេះដែរបានជួយឲ្យគ្រួសារពួកខ្ញុំរីកចម្រើនហើយអាចផ្គត់ផ្គង់ជីវភាពគ្រួសារជាពិសេសដោះស្រាយបំណុលហើយនឹងកូនបានចូលរៀនហើយការសិក្សារបស់គាត់កាន់តែរីកចម្រើនផងដែរហើយអ្នកគ្រូស៊ីណាដែលបានជួយជំរុញខ្ញុំឲ្យបានមុខរបរនឹងដូចជាអាជីវកម្មមួយនេះផងដែរហើយជាពិសេសអរគុណដល់ក្រុមការងារនិងអង្គការ Mentor ដែលបានជួយខ្ញុំក្នុងការបង្រៀនហើយចុះជួបខ្ញុំនឹងបង្រៀនពង្រឹងខ្ញុំជាប្រចាំខែហើយសូមអរគុណច្រើន